ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកមួយតាក់ទងនឹងបច្ចេកទេសធ្វើឲ្យម្នាស់ចេញផ្លែនិងទុំដំណើរគ្នាក្នុងពេលតែមួយដែលយើងអាចប្រមូលផលកាត់បានម្ដងទាំងអស់មានបងប្អូនជាច្រើនដែលគាត់តែងតែសួរខ្ញុំថាបងខ្ញុំដាំម្នាស់4 10ដើមនៅក្បែរផ្ទះនៅមុខផ្ទះហ្នឹងយូរឆ្នាំហើយហេតុអីក៏មិនចេញផ្លែសោះចាក់ទឹកចូលក៏មិនចេញផ្លែខំទៅសួរបច្ចេកទេសពីអ្នកជុំវិញផ្ទះហ្នឹងក៏គ្មានអ្នកណាគេដឹងអត់ដឹងថាធ្វើយ៉ាងណាឲ្យម្នាស់ចេញផ្លែទេដើមឡើងធំឡើងចាស់ឡើងក្ដុលប៉ុណ្ណាហើយនៅតែអត់ផ្លែទេជួនកាលផ្លែមកដែរផ្លែអានមួយដើមពីរដើមហើយដាំដល់មិនចេះតិចផ្លែអានពីរដើមហើយអត់ដំណាគ្នាទេចេញមុនក្រោយគ្នាអញ្ចឹងធ្វើឲ្យគាត់ឆ្ងល់គាត់ឃើញយើងដាំម្នាស់ច្រើនប៉ុន្តែម្នាស់យើងចេញផ្លែម្ដងគឺទាំងអស់ដំណាគ្នាទុំដំណាគ្នាកាត់ផ្លែប្រមូលផលបានទាំងអស់ដំណាគ្នាអញ្ចឹងថ្ងៃនេះខ្ញុំសូមចែករំលែកបច្ចេកទេសខ្លះៗជូនដល់បងប្អូនទាំងអស់គ្នាឲ្យដឹងក៏ដូចជាបង្ហាញទៅដល់បងប្អូនឲ្យបានដឹងទាំងអស់គ្នាខ្ញុំសូមជម្រាបថាដំណាំម្នាស់នេះមួយនៅពេលដែលយើងដាំហើយយើងគ្មានបច្ចេកទេសទេគឺអាចប្រមូលផលផ្លែបានទៅលក់ទេអញ្ចឹងម្នាស់គឺវាមិនចេញផ្លែចិត្តឯងទេតាមការពិតទៅវាមិនមែនបានន័យថាវាមិនចេញចិត្តឯងទេវាចេញក៏ប៉ុន្តែវាមិនដឹងថាថ្ងៃណាខែណាឆ្នាំណាបានវាចេញទេវាចេញមុនក្រោយគ្នាបណ្ដាក់គ្នាជួនកាលមិនចេញក៏មានដែរវាអាចឡើងក្តឹលរហូតដល់ងាប់អញ្ចឹងដើម្បីឲ្យម្នាស់ចេញផ្លែគឺគេត្រូវមានបច្ចេកទេសមួយនោះគឺត្រូវយកទឹកថ្មស្អុយទៅស្រោចចូលបណ្ដូលនេះគឺជាសកម្មភាពដែលខាងពួកខ្ញុំនេះកំពុងតែយកទឹកថ្មស្អុយហ្នឹងទៅស្រោចចូលក្នុងបណ្ដូលម្នាស់នៅពេលដែលយើងយកថ្មស្អុយទៅលេខក្នុងទឹកហើយនៅពេលដែលវាកំពុងតែពុះក្តៅហ្នឹងយើងស្ដងវាដាក់ចូលធុងហ្នឹងទៅហើយយើងដើរស្រោចចូលបណ្ដូលវាមកល្មមមកពេញបណ្ដូលហ្នឹងបងប្អូនអញ្ចឹងយើងចាក់ឲ្យចំកដាបណ្ដូលវាហ្នឹងទៅអញ្ចឹងមួយខែ5ថ្ងៃឬក៏មួយខែ10ថ្ងៃក្រោយមកវានឹងចេញផ្លែហើយគឺវាអាស្រ័យទៅលើអាកាសធាតុក្តៅក៏ត្រជាក់ជាដើមហើយម្នាស់ដែលយើងចាក់ចូលទាំងអស់ហ្នឹងក៏មិនប្រកាសថាចេញផ្លែទាំងអស់ដែរបងប្អូនមានម្នាស់ខ្លះយើងចាក់ចូលទៅវាចេញផ្លែតែមានមួយចំនួនទៀតយើងចាក់ចូលហើយក៏នៅតែអត់ចេញផ្លែក៏មានដែរអញ្ចឹងបើយើងចង់ឲ្យម្នាស់ហ្នឹងចេញផ្លែយើងត្រូវលាយទឹកថ្មស្អុយចាក់ចូលម្ដងទៀតចាក់ទៅវានឹងចេញផ្លែបងប្អូនប៉ុន្តែមានដើមខ្លះទៀតចាក់ចូលម្ដងពីរដងហើយនៅតែមិនចេញផ្លែក៏មានដែរតែនៅខាងពួកខ្ញុំនេះចាក់តែម្ដងទេបងប្អូនដោយសារតែម្នាស់យើងដាំច្រើនបើសិនជាវាឧទាហរណ៍ថាយើងដាំទៅ10000ដើមហ្នឹងវាថាចេញ 90% ឬក៏ 95% ប៉ុណ្ណឹងយើងទទួលយកបានហើយអាសល់4 10ដើមហ្នឹងចោលទៅមិនចាក់ទៀតទេប៉ុន្តែបើបងប្អូនដាំតិចតួចចាក់ហើយមិនចេញផ្លែបងប្អូនអាចចាក់ម្ដងទៀតបានដើម្បីឲ្យចេញផ្លែចឹងយើងចាក់ហើយចាក់ទៀតបើសិនជាវាត្រូវចេញវានឹងចេញហើយតែបើសិនជាវាមិនចេញហើយយើងចាក់ទៀតព្រោះម្នាស់ខ្លះចាក់ម្ដងអត់ចេញផ្លែទេការ2 ដង 3 ដងហើយនៅតែមិនចេញផ្លែទៀតគឺការយើងចាក់ទៅវាកពុបក៏មានដែរវាកពុបហៀចេញជួនកាលដោយម្នាស់នឹងផ្ទាល់គឺវាមិនចេញខ្លួនឯងចឹងសរុបមកវិញតើតើនឹងការដាំម្នាស់នេះបើសិនជាបងប្អូនចង់ឲ្យវាចេញផ្លែដំណាគ្នាទុំដំណាគ្នាគឺគេមានបច្ចេកទេសនឹងឯងគឺយើងត្រូវតែលាយទឹកថ្មស្អុយចាក់ចូលទៅក្នុងបណ្ដូលវានឹងឯងទៅអាចចេញផ្លែបានជាផ្លែជាផ្កាដុំកពួនដំណាគ្នាបានបើយើងចាំវាចេញផ្លែចិត្តឯងគឺយើងអាចធ្វើជាលក្ខណៈធ្វើជាកសិកម្មធំដុំទ្រង់ទ្រាយធំឲ្យបានទេអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានចុច Subscribe កុំភ្លេចជួយចុច Subscribe Channel ខ្ញុំអ្នកមួយដើម្បីទទួលបានចំណេះដឹងថ្មីៗផ្សេងៗទាក់ទងនឹងការដាំដំណាំម្នាស់ឬក៏វីដេអូអីផ្សេងៗបន្ថែមអរគុណជម្រាបលាបាយបាយ